Ok, số đây là nhé, qua công chỉ tham gia cái channelរបស់ខ្ញុំម្ដងទៀតអញ្ចឹងវីដេអូថ្ងៃនេះដែរខ្ញុំនឹងបង្ហាញនៅគ្នានៅរបៀបនៃការផ្លាស់ប្ដូរលេខកូដ Facebook ដោយមិនចាំបាច់ចាំលេខកូដចាស់អូខេហើយជាទូទៅពេលដែលយើងចង់ផ្លាស់ប្ដូរ Facebook password ហ្នឹងគឺវាទាមទារឲ្យយើងចាំលេខកូដចាស់ដែរប៉ុន្តែថ្ងៃនេះខ្ញុំនឹងបង្ហាញនៅគ្នានៅរបៀបនៃការធ្វើវាដោយមិនចាំបាច់ចាំលេខកូដចាស់អូខេតោះជំហានទី1យើងចូលមកកាន់ Facebook មកអូខេចូល Facebook account របស់យើងណាអូខេចូលហើយបន្តទៀតយើងចូលកន្លែង track 3នេះអូខេហើយយើងយកពាក្យថា setting and privacy បន្តទៀតយើងយកពាក្យថា privacy center អូខេចាក់ក្រុមតិចមកយើងយកពាក្យថា review setting អូខេអស់ចាក់ក្រុមតិចយើងយកពាក្យថា manage in account center តោះទៀតយើងយកពាក្យថា change password អូខេអញ្ចឹងពេលដែលយើងចូលមកកាន់កន្លែង change password ហ្នឹងជាទូទៅវាឲ្យយើងវាយនៃ current password នេះបើថាយើងវាយលេខកូដដែលយើងកំពុងប្រើណាតែយើងអត់ចាំអញ្ចឹងយើងត្រូវវាយធ្វើម៉េចអូខេអញ្ចឹងបន្តទៅយើងចុចពាក្យថា forgot your password អូខេអញ្ចឹងវានឹងបង្ហាញផ្ទាំងមួយដែលវាប្រាប់យើងថា account របស់យើងបានភ្ជាប់ជាមួយលេខទូរស័ព្ទមួយណាឬក៏ email មួយណាអូខេអញ្ចឹងបើយើងមាន account WhatsApp យើងចុច WhatsApp មកយើងមាន account email ចុច email មកហើយយកទូរស័ព្ទលេខទូរស័ព្ទមកណាអញ្ចឹងជំនាញស្រួលជាងគេគឺចុចលេខទូរស័ព្ទមកអញ្ចឹងយើង continue ទៅមានថាវានឹងផ្ញើលេខកូដថ្មីទៅកាន់លេខទូរស័ព្ទរបស់យើងហើយយើងយកអាលេខកូដហ្នឹងយកទៅបញ្ចូលនៅក្នុងកន្លែងគេឲ្យយើងបាយ password មិញហ្នឹងជាការសាច់អូខេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើនហើយនឹងជួបគ្នានៅវីដេអូក្រោយអូខេអរគុណ